យើងដឹងហើយថានៅលើពិភពលោកនេះនៅគ្រប់ប្រទេសមិនថាប្រទេសមិនទាន់រីកចម្រើនឬប្រទេសដែលជឿនលឿនប៉ុណ្ណានោះទេសុទ្ធតែមានរឿងដំណើរដែលតាក់ទងជាមួយព្រលឹងខ្មោចដែលវាជាជំនឿអរូបីប៉ុន្តែមិនទាន់មានការស្រាវជ្រាវឬបកស្រាយបានច្បាស់លាស់នោះទេហើយខាងក្រោមនេះជាអត្ថបទមួយដែលតាក់ទងនឹងការស្រាវជ្រាវអំពីវាការសិក្សាអំពីខ្មោចនេះត្រូវបានធ្វើឡើងនៅក្រោមស្លាកនៃផ្នែកចិត្តវិទ្យាដើម្បីស្វែងយល់អំពីបាតុភូតមិនធម្មតាមួយនេះហើយគេបានបកស្រាយវាជាមួយនឹងហេតុផលនិងភស្តុតាងជាច្រើនហើយទោះបីជាចរន្តសំខាន់នៃផ្នែកវិទ្យាសាស្ត្រមានការសង្ស័យនៅលើការសិក្សាពីវិញ្ញាណក៏ដោយក៏ការខ្វះនៃភស្តុតាងនេះហើយដែលវាចោទជាបញ្ហាហើយវិធីសាស្ត្រដែលបានយកមកសិក្សាអំពីបាតុភូតមួយនេះហើយនៅក្នុងសតវត្សទី19គេបានសិក្សាទៅលើបាតុភូតផ្លូវចិត្តដែលវាជារឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍មួយអំពីបាតុភូតដ៏អាថ៌កំបាំងមួយនេះព្រោះពីមួយឆ្នាំទៅមួយឆ្នាំវានៅតែបន្តកើនឡើងនៅជំនឿអំពីវិញ្ញាណមួយនេះទើបគេបានបង្កើតនៅអង្គការមួយឈ្មោះថាសង្គមស្រាវជ្រាវផ្លូវចិត្តឬហៅកាត់ថា SRP ហើយវាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1982ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឡុងហើយពួកគេបានធ្វើការជាប្រព័ន្ធដើម្បីស៊ើបអង្កេតអំពីរឿងរ៉ាវដូចជាការដែលមើលឃើញខ្មោចនិងរឿងរ៉ាវដែលមិនអាចបកស្រាយដោយវិទ្យាសាស្ត្របានជាច្រើនទៀតហើយរឿងរ៉ាវដែលគេកត់សម្គាល់នោះគឺពួកគេបានសិក្សាផ្ទាល់ទៅលើមនុស្សឬទីកន្លែងណាមួយដែលគេល្បីថាមានខ្មោចលងដើម្បីចងក្រងនៅភស្តុតាងដែលពួកគេធ្វើការងារនៅទីតាំងទាំងនោះជាមួយឧបករណ៍ទំនើបដូចជាការដាក់កាមេរ៉ាប្រដាប់ស្រូបសំឡេងនិងប្រដាប់ចាប់ប្រេកង់ជាដើមតែទោះជាយ៉ាងណាវានៅតែគ្មានអំណះអំណាងបែបវិទ្យាសាស្ត្រណាមួយដើម្បីពន្យល់នៅបាតុភូតមួយនេះឡើយទោះបីជាមានការពិសោធន៍បែបទំនើបនិងការសិក្សាបែបចិត្តវិទ្យាទៅលើខួរក្បាលមនុស្សពីរបៀបដែលគេជឿជាក់ថាត្រូវបានខ្មោចលងក៏ដោយតែសរុបមកវិញមានក្រុមអ្នកស្រាវជ្រាវមួយចំនួនគិតថាខ្មោចវាគ្រាន់តែជារឿងប្រឌិតដែលកើតអំពីភាពភ័យខ្លាចនៃកត្តាផ្លូវចិត្តរបស់មនុស្សនិងកត្តាវប្បធម៌នៃជំនឿបែបបុរាណតាមតំបន់របស់ពួកគេតែប៉ុណ្ណោះតើអ្នកយល់យ៉ាងម៉េចដែរ